ជំរាបសួរបងប្អូនមេដាបេដានិងអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការចូលមកកាន់វគ្គសិក្សាការអប់រំឪពុកម្ដាយសិស្សបឋមសិក្សានេះជាវីដេអូទី10ដែលយើងនឹងពិភាក្សាគ្នាអំពីប្រធានបទឪពុកម្ដាយដែលយល់ដឹងពីកុមារពេលនេះជាពេលដែលមើលឡើងវិញដោយខ្លួនឯងនៅក្នុងដំណើរការមើលថែកូនចិត្តរបស់ឪពុកម្ដាយក៏ដូចជាកូនដែរគឺកំពុងតែវិវត្តហើយលូតលាស់ណាស់និងផ្លាស់ប្ដូរឥតឈប់ឈរសូមអរគុណចំពោះឪពុកម្ដាយដែលបានប្រឹងប្រែងកន្លងមកដើម្បីយល់ពីកូននេះជាពេលវេលាដែលយើងផ្អាកបន្តិចសិនហើយសម្លឹងមើលខ្លួនឯងឡើងវិញនិងស្វែងយល់ពីស្ថានភាពចិត្តរបស់យើងជាមួយគ្នានៅក្នុងនាមជាឪពុកម្ដាយអាកប្បកិរិយាដែលជាទុក្ខព្រួយឬមានប្រតិកម្មហួសហេតុទៅនឹងភាពខុសឆ្គងបន្តិចបន្តួចរបស់កុមារគឺអាចផ្ទេរបន្តទាំងស្រុងទៅកាន់កុមារបានប៉ុន្តែប្រសិនបើយើងសួរសំណួរដោយសំឡេងឬទឹកមុខព្រួយបារម្ភជាមួយនឹងសំណួរធម្មតាដូចជាតើនៅសាលារៀនកូនមិនអីទេឬជាដើមនោះអាចឲ្យកុមារមានអារម្មណ៍ថាពិតជាមានរឿងអ្វីដែលគួរឲ្យព្រួយបារម្ភហើយដើម្បីក្លាយជារបងដែលមានសុវត្ថិភាពសម្រាប់កុមារបានគឺចិត្តរបស់ឪពុកម្ដាយត្រូវតែរឹងមាំនិងមានសន្តិភាពជាមុនសិនលោក Donald Winnicott ជាគ្រូពេទ្យកុមារនិងជាអ្នកវិភាគផ្លូវចិត្តបាននិយាយបែបនេះថាសូមកុំព្យាយាមដើម្បីក្លាយជាឪពុកម្ដាយដែលល្អឥតខ្ចោះឲ្យសោះគឺគ្រាន់តែខំប្រឹងក្លាយជាឪពុកម្ដាយដែលល្អគ្រប់គ្រាន់ប៉ុណ្ណឹងទៅបានហើយរូបភាពរបស់កុមារដ៏ល្អឥតខ្ចោះដែលឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺខុសឆ្ងាយពីការពិតយ៉ាងខ្លាំងគឺដូចជាផ្ទះដែលរៀបចំបានស្អាតបាតកុមារដែលតែងតែញញឹមឪពុកម្ដាយដែលផ្ដល់នូវដំបូន្មានដ៏ឈ្លាសវៃជាដើមរូបភាពទាំងនេះពិតជាកម្រមានណាស់នៅក្នុងជីវិតពិតប្រសិនបើព្យាយាមដើម្បីក្លាយជាឪពុកម្ដាយដែលល្អសម្រាប់កុមារគ្រប់ពេលវេលានោះគឺអាចងាយនឹងនឿយហត់និងបាក់ទឹកចិត្តបានការដែលក្លាយជាឪពុកម្ដាយដែលល្អគ្រប់គ្រាន់ដែលលូតលាស់ជាមួយនឹងកូនហើយទទួលស្គាល់នៅកំហុសខុសឆ្គងរបស់កុមារបាននោះគឺជាគោលដៅដ៏ជាក់ស្ដែងនិងសំខាន់យ៉ាងខ្លាំងហេតុអ្វីបានជាយើងខឹងដោយសារតែកុមារនិយាយមិនស្ដាប់ដោយសារតែកុមារធ្វើកំហុសដដែលដោយសារតែបងប្អូនឆ្លោះគ្នាដោយសារតែផ្ទះមានសភាពរញ៉េរញ៉ៃខ្លាំងពេកក៏មានពេលខ្លះក៏យើងខឹងដែរប៉ុន្តែនៅថ្ងៃមួយវាមានស្ថានភាពដូចគ្នានោះទេតែយើងមិនខឹងសោះតើហេតុអ្វីទៅមូលហេតុនៃការផ្ទុះអារម្មណ៍ជាញឹកញាប់គឺអាចមិនមែនព្រោះតែអាកប្បកិរិយាដែលជាបញ្ហារបស់កុមារនោះទេឪពុកម្ដាយមានភាពតានតឹងពីការងារពីការមើលថែកូនពីការងារផ្ទះជាដើមដូច្នេះទោះជាក្នុងរឿងដ៏តូចតាចយ៉ាងណាក៏ដោយក៏គាត់ងាយនឹងឆាប់ខឹងដូច្នេះត្រូវការឲ្យយើងសម្លឹងមើលឡើងវិញតើខ្លួនយើងបញ្ចេញកំហឹងនៅក្នុងស្ថានភាពបែបណាខ្លះឪពុកម្ដាយត្រូវការសម្រាកនិងពេលវេលាផ្ទាល់ខ្លួនឲ្យបានច្រើនដូចជាការមើលថែកូនដែរកុមារអាចបន្ធូរអារម្មណ៍និងបញ្ចូលកម្លាំងចិត្តឡើងវិញបានតាមរយៈភាពរីករាយជាមួយនឹងការរស់នៅប្រចាំថ្ងៃដ៏តូចតាចដូចជាការស្ដាប់ភ្លេងដែលខ្លួនចូលចិត្តការដើរកម្សាន្តចិត្តតែមួយកែវក្តៅតើតែឪពុកម្ដាយមានសុភមង្គលទៅកុមារមានសុភមង្គលដែរការថែរក្សាខ្លួននឹងនាំឲ្យមានសុភមង្គលសម្រាប់គ្រួសារទាំងមូលចាប់ពីពេលនេះយើងនឹងស្វែងយល់ជាមួយគ្នាអំពីការអនុវត្តឲ្យបានស្គាល់នៅអារម្មណ៍ទី1នៅពេលដែលយើងខឹងសូមកុំបញ្ចេញប្រតិកម្មភ្លាមវាពិតជាសំខាន់យ៉ាងខ្លាំងក្នុងការដែលបញ្ចប់ឬបញ្ឈប់ភ្លាមដើម្បីទទួលស្គាល់នៅអារម្មណ៍របស់ខ្លួនឯងដូចជាពេលនេះខ្ញុំកំពុងតែខឹងទី2សូមសាកដកដង្ហើមវែងដដែលចាប់ពី3ដងឡើងទៅសកម្មភាពទាំងនេះអាចជួយឲ្យអ្នកបានដឹងថាគឺគ្មានរឿងអ្វីនោះទេដូច្នេះអ្នកពិតជាមានអារម្មណ៍ថាចិត្តរបស់អ្នកពិតជាស្ងប់មែនសូមគិតថាអារម្មណ៍របស់ខ្ញុំមិនមែនជាអារម្មណ៍អាក្រក់ឬមិនល្អនោះទេ
គ្រប់អារម្មណ៍ទាំងអស់គឺជាធម្មជាតិទាំងអស់អារម្មណ៍មិនមែនមិនល្អនោះទេប៉ុន្តែអាកប្បកិរិយាហិង្សាដែលកើតពីអារម្មណ៍នោះគឺទើបខុសបន្ទាប់មកអ្នកអាចជ្រើសរើសដោយខ្លួនឯងបានថាមិនបំភាយនៅអារម្មណ៍និងជ្រើសរើសរបៀបបញ្ចេញប្រតិកម្មយ៉ាងដូចម្តេចប្រសិនបើចាំបាច់ការដែលដើរចេញមួយភ្លែតសិនក៏ជាវិធីសាស្ត្រមួយល្អដែរដើម្បីគ្រប់គ្រងអារម្មណ៍ឪពុកម្ដាយត្រូវបង្ហាញកុមារឲ្យឃើញពីអាកប្បកិរិយាដែលខិតខំប្រឹងប្រែងនោះគឺអាចក្លាយជាការអប់រំដ៏ល្អមួយសូមនិយាយដោយភាពស្មោះត្រង់ថាឪពុកម្ដាយក៏មានពេលវេលាហត់នឿយដែរសំទោសនៅថ្ងៃនេះដោយសារម៉ាក់ហត់ខ្លាំងពេកទើបនិយាយខ្លាំងបន្តិចប្រសិនបើបង្ហាញឲ្យឃើញថាឪពុកម្ដាយក៏មិនល្អឥតខ្ចោះដែរនោះធ្វើឲ្យកុមារមានអារម្មណ៍ថាស្និទ្ធស្នាលនឹងឪពុកម្ដាយកាន់តែល្អហើយក៏អាចបង្ហាញអារម្មណ៍របស់ខ្លួនបានដោយស្មោះត្រង់ផងដែរភាពស្មោះត្រង់បែបនេះជួយធ្វើឲ្យទំនាក់ទំនងដែលមានទំនុកចិត្តជាមួយនឹងឪពុកម្ដាយនិងកូនកាន់តែរឹងមាំឡើងថែមទៀតហើយក៏អាចផ្ដល់ជាកន្លែងដែលសុវត្ថិភាពឲ្យគ្នាទៅវិញទៅមកដំណើរការដែលចិញ្ចឹមថែរក្សាកូនគឺជាពេលវេលានៃការរៀនដ៏សំខាន់ជាទីបំផុតនៅក្នុងឆាកជីវិតរបស់ឪពុកម្ដាយកូនរបស់ខ្ញុំសម្រាប់ខ្ញុំគឺបានបង្រៀនខ្ញុំនូវភាពអត់ធ្មត់និងអត់ឱនជួយដាស់តឿនខ្ញុំនូវចិត្តដែលចេះអរគុណនៅអ្វីដែលតូចតាចបង្ហាញឲ្យខ្ញុំឃើញនូវទស្សនៈថ្មីៗដែលសម្លឹងមើលពិភពលោកធ្វើឲ្យខ្ញុំអាចសម្លឹងមើលឡើងវិញពីកុមារភាពរបស់ខ្លួនឯងបង្រៀនខ្ញុំពីអត្ថន័យនៃក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌពេលខ្លះយើងអាចនឹងហត់នឿយនិងអស់កម្លាំងប៉ុន្តែដំណើរការដែលធំធាត់ឡើងជាមួយនឹងកុមារគឺជាពេលវេលាដ៏ពិសេសដែលមិនអាចផ្លាស់ប្ដូរនឹងអ្វីបាននោះឡើយដំណើរការដែលយល់ដឹងពីកុមារគឺចុងក្រោយគឺជាដំណើរការដែលឪពុកម្ដាយយល់ដឹងពីខ្លួនឯងសូមអរគុណឲ្យស្មោះត្រង់សម្រាប់ការចូលរួមជាមួយគ្នានៅក្នុងវគ្គឪពុកម្ដាយដែលយល់ដឹងពីកុមារអ្វីដែលសំខាន់ជាងនេះគឺដួងចិត្តនៃឪពុកម្ដាយដែលខំប្រឹងប្រែងគ្រាន់តែមានចិត្តបែបនោះក៏គ្រប់គ្រាន់ហើយទោះជាមិនល្អឥតខ្ចោះក៏មិនអីដែរពីព្រោះតែយើងបានខិតខំអស់ពីសមត្ថភាពរួចទៅហើយនៅក្នុងវគ្គបន្ទាប់យើងនឹងស្វែងយល់ជាមួយគ្នាពីសាច់រឿងដែលល្អៗថែមទៀតសូមអរគុណ